សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាប្រហែលជាមានសំណួរមួយដែលយើងឮសឹងរាល់ថ្ងៃថារៀនខាងអីវិទ្យាសាស្ត្រពិតឬសង្គមហើយបន្ទាប់មកវាតែងតែមានពាក្យប្រៀបធៀបតាមក្រោយថាអ្នកនេះរៀនពូកែជាងអ្នកនោះរៀនលយជាងឬអ្នកនោះរៀនធូរជាងឈប់សិនឈប់ប្រៀបធៀបគ្នាទៅបើប្អូនរៀនវិទ្យាសាស្ត្រពិតប្អូននឹងដឹងហើយថាការដោះស្រាយលំហាត់រូបវិទ្យាឬគីមីវិទ្យាមួយវាស្មុគស្មាញណាស់ហើយនឹងហត់នឿយប៉ុណ្ណាចុះអ្នករៀនវិទ្យាសាស្ត្រសង្គមការចងចាំមេរៀនប្រវត្តិវិទ្យាដ៏វែងអន្លាយនិងការវិភាគភូមិវិទ្យាក៏មិនមែនជារឿងងាយស្រួលដែរការពិតទៅបាក់ឌុបមិនមែនជាការប្រកួតថាមុខវិជ្ជាណាលយជាងនោះទេប៉ុន្តែវាគឺជាការប្រកួតជាមួយខ្លួនឯងគ្មានមុខវិជ្ជាណាទាបជាងមុខវិជ្ជាណាទេបើយើងរៀនដើម្បីអនាគតវិស្វករពូកែក៏ត្រូវការអ្នកច្បាប់ពូកែមកការពារគ្រូពេទ្យពូកែក៏ត្រូវការអ្នកសេដ្ឋកិច្ចពូកែមកគ្រប់គ្រងយើងបំពេញឲ្យគ្នាមិនមែនជន់គ្នានោះទេសល់ពេលមិនយូរទេកុំចំណាយពេលជជែកគ្នាថាអ្នកណាខ្លាំងជាងតែត្រូវចំណាយពេលបើកសៀវភៅមើលមេរៀនឡើងវិញបើចង់លយគឺលយនៅពេលដែលយើងកាន់សញ្ញាបត្របាក់ឌុបនៅក្នុងដៃទាំងអស់គ្នាបើចង់ពូកែគឺពូកែនៅពេលដែលយើងខ្លាចជាធនធានដែលមានតម្លៃពិតប្រាកដនៅក្នុងគ្រួសារនិងសង្គមជាតិជឿជាក់លើជំរឿសខ្លួនឯងខំប្រឹងឲ្យអស់ពីសមត្ថភាពខ្ញុំសូមជូនពរបងប្អូនថ្នាក់ទី12ទាំងវិទ្យាសាស្ត្រពិតនិងវិទ្យាសាស្ត្រសង្គមទទួលបានជោគជ័យចេញលទ្ធផលមកជាប់និទេស A គ្រប់គ្នានិងមានអនាគតដ៏ភ្លឺស្វាងស៊ូបងជឿថាបងប្អូននឹងធ្វើបាននេះគឺជាវីដេអូចុងក្រោយរបស់ខ្ញុំនៃការសម្រាកក្នុងរយៈពេលខ្លីខាងមុខនឹងជួបគ្នាមកវិញក្នុងថ្ងៃណាមួយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវីដេអូនេះខមមិនបញ្ចេញមតិខាងក្រោម